បន្ទាប់ពីការបង្កើតរដ្ឋអ៊ីស្រាអែលនៅឆ្នាំ1948 សង្គ្រាមបានកើតមានឡើងជាច្រើនលើកច្រើនសាររវាងអ៊ីស្រាអែលនិងបណ្ដាប្រទេសអារ៉ាប់ដែលប្រឆាំងនឹងការបែងចែកទឹកដីប៉ាឡេស្ទីនជាពីររដ្ឋគឺរដ្ឋអ៊ីស្រាអែលសម្រាប់ពួកជនជាតិជីវីបនិងរដ្ឋប៉ាឡេស្ទីនសម្រាប់ពួកជនជាតិអារ៉ាប់ទៅតាមសេចក្តីសម្រេចរបស់អសបសង្គ្រាមលើកទី1ដែលអ៊ីស្រាអែលហៅថាសង្គ្រាមឯករាជ្យបានកើតមានឡើងនៅឆ្នាំ1948ក្រោយពីអ៊ីស្រាអែលប្រកាសរដ្ឋឯករាជ្យដោយនាពេលនោះកងទ័ពអារ៉ាប់មកពីប្រទេសអេស៊ីប ហ្សូដានី សេរី លីបង់និងប្រទេសអ៊ីរ៉ាក់ព្រមទាំងកងកម្លាំងប្រដាប់អាវុធរបស់ប៉ាឡេស្ទីនបានរួមដៃគ្នាបើកការវាយប្រហារទៅលើអ៊ីស្រាអែលនៅក្នុងសង្គ្រាមនេះអ៊ីស្រាអែលធ្វើត្បិតតែមានតែម្នាក់ឯងគត់ក៏ប៉ុន្តែមានកម្លាំងកងទ័ពខ្លាំងជាងប្រទេសអារ៉ាប់ហើយក្រោយពីបានវាយប្រយុទ្ធគ្នាអស់រយៈពេលជាង9ខែបណ្ដាប្រទេសអារ៉ាប់ក៏សុខចិត្តចុះចាញ់ហើយចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅក្នុងឆ្នាំ1949កិច្ចព្រមព្រៀងនេះបានកំណត់នៅព្រំដែនបណ្ដោះអាសន្នមួយដែលក្រោយមកត្រូវបានអសបទទួលស្គាល់ជាព្រំដែនស្របច្បាប់របស់រដ្ឋអ៊ីស្រាអែលខ្សែបន្ទាត់ព្រំដែននេះដែលគេតែងហៅថាបន្ទាត់បៃតងឬ Green Line បានកាត់យកទឹកដីជាច្រើនដែលកាលពីមុនត្រូវបានអសបបែងចែកទុកធ្វើជាទឹកដីរដ្ឋប៉ាឡេស្ទីនជាលទ្ធផលបណ្ដាប្រទេសអារ៉ាប់មិនត្រឹមតែមិនអាចកម្ចាត់អ៊ីស្រាអែលចេញពីតំបន់មជ្ឈិមបូព៌ាដោយក្តីបំណងនោះទេតែថែមទាំងត្រូវអ៊ីស្រាអែលវាយបំបាក់ឲ្យបរាជ័យហើយពង្រីកទឹកដីបានកាន់តែធំលើសពីអ្វីដែលបានកំណត់នៅក្នុងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិឬអសបកាលពីឆ្នាំ1947ទៅទៀតសម្រាប់ប៉ាឡេស្ទីនវិញរដ្ឋឯករាជ្យក៏មិនអាចបង្កើតឡើងបានដោយទឹកដីមួយផ្នែកត្រូវអ៊ីស្រាអែលកាត់យកចំណែកឯទឹកដីដែលនៅសេសសល់ត្រូវស្ថិតក្រោមការកាន់កាប់របស់ប្រទេសអារ៉ាប់គ្នាឯងគឺតំបន់ហ្គាហ្សាស្ថិតក្រោមការកាន់កាប់របស់អេស៊ីបចំណែកតំបន់ West Bank ឬ Cisjordania ត្រូវស្ថិតក្រោមការកាន់កាប់របស់សូដានីប្រជាជនប៉ាឡេស្ទីនជាង70,000នាក់ដែលភៀសខ្លួនក្នុងអំឡុងសង្គ្រាមក៏មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានដោយស្រុកភូមិរបស់ពួកគេត្រូវបានក្លាយទៅជាទឹកដីរបស់អ៊ីស្រាអែលសិទ្ធិវិលត្រឡប់របស់ជនជាតិភៀសខ្លួនប៉ាឡេស្ទីននេះហើយដែលជាបញ្ហាចម្រូងចម្រាសដ៏ចម្បងមួយនៅក្នុងការចរចាសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនរហូតមកទល់នឹងបច្ចុប្បន្ននៅក្នុងឆ្នាំ1956ពលគឺ7ឆ្នាំក្រោយពីសង្គ្រាមទី1ត្រូវបានបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែលនិងប្រទេសអារ៉ាប់បានផ្ទុះឡើងសារជាថ្មីម្ដងទៀតគឺសង្គ្រាមទល់នឹងអេស៊ីបក៏ប៉ុន្តែលើកនេះអ៊ីស្រាអែលដែលបានចូលដៃចូលជើងជាមួយនឹងបារាំងនិងអង់គ្លេសចូលឈ្លានពានទឹកដីអេស៊ីបនៅក្នុងវិបត្តិព្រែកជីកស៊ុយអេនៅក្នុងសង្គ្រាមនេះបាននិយាយខាងផ្នែកយោធាអ៊ីស្រាអែលអង់គ្លេសនិងបារាំងគឺជាអ្នកទទួលជោគជ័យដោយអាចវិដណ្ដើមកាន់កាប់ទីតាំងសំខាន់របស់អេស៊ីបជាពិសេសអ៊ីស្រាអែលបានវិដណ្ដើមកាន់កាប់តំបន់ស៊ីណៃក៏ប៉ុន្តែបើខាងផ្នែកនយោបាយនិងការទូតវិញប្រទេសទាំង3ដែលរួមមានអ៊ីស្រាអែលអង់គ្លេសនិងបារាំងត្រូវទទួលរងនឹងការរិះគន់ពីគ្រប់ទិសទីសូម្បីតែសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តក៏រិះគន់សកម្មភាពឈ្លានពានទៅលើអេស៊ីបនេះដែរចំណែកបណ្ដាប្រទេសអារ៉ាប់ដែលកំពុងតែមិនចូលចិត្តអ៊ីស្រាអែលស្រាប់ផងនោះក៏កាន់តែស្អប់អ៊ីស្រាអែលខ្លាំងឡើងថែមទៀតនៅក្នុងខែឧសភា1967នៅក្នុងពេលដែលទំនាក់ទំនងរវាងអ៊ីស្រាអែលនិងប្រទេសអារ៉ាប់ជិតខាងកំពុងតែស្ថិតក្នុងសភាពតានតឹងខ្លាំងស្រាប់អ៊ីស្រាអែលកំពុងស្ថិតនៅក្នុងសភាពតានតឹងខ្លាំងស្រាប់អេស៊ីបបានទទួលព័ត៌មានខុសពីទីភ្នាក់ងារចារកិច្ចសូវៀតថាអ៊ីស្រាអែលកំពុងប្រមូលកម្លាំងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្បែរតំបន់ស៊ីរីអេស៊ីបដែលបានចុះសន្ធិសញ្ញាការពារជាតិជាមួយនឹងសេរីក៏បានប្រមូលកម្លាំងទ័ពឲ្យចូលមកក្បែរព្រំដែនអ៊ីស្រាអែលព្រមទាំងបានបណ្ដេញកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិឲ្យចេញពីតំបន់ស៊ីណៃនិងកាហ្សានៅថ្ងៃទី5ខែមិថុនាសង្គ្រាមក៏បានផ្ទុះឡើងរវាងអ៊ីស្រាអែលនិងម្ខាងទៀតគឺអេស៊ីបស៊ីរីនិងសូដានីសង្គ្រាមអ៊ីស្រាអែលអារ៉ាប់លើកទី3នេះមានរយៈពេលតែ6ថ្ងៃប៉ុណ្ណោះហេតុដូច្នេះហើយបានជាគេហៅថាសង្គ្រាម6ថ្ងៃជាថ្មីម្ដងទៀតអ៊ីស្រាអែលជាអ្នកទទួលជោគជ័យដោយបានវាយដណ្ដើមកាន់កាប់ទឹកដីកាហ្សានិង West Bank Cisjordania របស់ប៉ាឡេស្ទីនតំបន់ស៊ីណៃរបស់អេស៊ីបនិងតំបន់ខ្ពង់រាប Golan របស់ស៊ីរីនិយាយជារួមអ៊ីស្រាអែលបានពង្រីកទឹកដីរបស់ខ្លួន1/3ក៏ប៉ុន្តែទឹកដីដែលអ៊ីស្រាអែលទើបនឹងដណ្ដើមកាន់កាប់ថ្មីនេះ
មិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិនោះទេនៅថ្ងៃទី22ខែវិច្ឆិកាឆ្នាំ1967ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចមួយពលគឺសេចក្តីសម្រេចលេខ242ទាមទារឲ្យអ៊ីស្រាអែលដកថយចេញពីដែនដីដែលខ្លួនទើបនឹងដណ្ដើមកាន់កាប់ក្នុងសង្គ្រាម6ថ្ងៃដោយវិលត្រឡប់ទៅរកបន្ទាត់ព្រំដែនចាស់គឺបន្ទាត់បៃតងឬ Green Line ដែលកំណត់ដោយកិច្ចព្រមព្រៀងកាលពីឆ្នាំ1949ជាថ្នូរបដូរមកវិញប្រទេសអារ៉ាប់ដែលជាប់ចំនួនត្រូវចុះសន្ធិសញ្ញាសន្តិភាពជាមួយនឹងប្រទេសអ៊ីស្រាអែលលើកលែងតែប្រទេសសេរីមួយចេញប្រទេសជាប់ចំនួនទាំងអស់ដោយរួមទាំងអ៊ីស្រាអែលផងសុទ្ធតែសុខចិត្តទទួលយកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ប៉ុន្តែការបកស្រាយផ្សេងគ្នាបានធ្វើឲ្យការអនុវត្តសេចក្តីសម្រេចនេះត្រូវជាប់គាំងដោយប្រទេសអារ៉ាប់ទាមទារឲ្យអ៊ីស្រាអែលដកទ័ពចេញពីទឹកដីរបស់គេជាមុនទើបសុខចិត្តបើកការចរចាលើសន្ធិសញ្ញាសន្តិភាពចំណែកអ៊ីស្រាអែលវិញទាមទារឲ្យប្រទេសអារ៉ាប់ទទួលស្គាល់រដ្ឋអ៊ីស្រាអែលនិងចុះសន្ធិសញ្ញាសន្តិភាពជាមួយគ្នាជាមុនទើបសុខចិត្តដកទ័ពចេញនៅថ្ងៃទី6តុលា1973នៅក្នុងពេលដែលការចរចាត្រូវជាប់គាំងប្រទេសអ៊ីស៊ីបនិងសេរីក៏បានបើកការវាយប្រហារទៅលើអ៊ីស្រាអែលក្នុងគោលដៅដណ្ដើមតំបន់ស៊ីណៃនិងខ្ពង់រាបហ្គូឡែនពីអ៊ីស្រាអែលមកវិញសង្គ្រាមនេះត្រូវបានគេឲ្យឈ្មោះថាសង្គ្រាមយំគីពូដោយសារតែវាបានកើតនៅចំថ្ងៃយំគីពូដែលជាថ្ងៃបុណ្យសាសនាដ៏ធំរបស់ពួកជីវិមសង្គ្រាមយំគីពូនេះក៏បានបង្កឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងដែររវាងសហរដ្ឋអាមេរិកដែលគាំទ្រនៅពីខាងក្រោយខ្នងអ៊ីស្រាអែលនិងសហភាពសូវៀតដែលគាំទ្រទៅលើប្រទេសអ៊ីស៊ីបចំនួនរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនជាសោកនាដកម្មមួយដែលភាគីម្ខាងសុទ្ធតែមានហេតុផលសមរម្យរៀងខ្លួនម្ខាងសុទ្ធតែជាជនដោយម្ខាងសុទ្ធតែជាជនរងគ្រោះផងនិងជាអ្នកបង្ករឿងមុនផងកាលពីដំបូងអ៊ីស្រាអែលទទួលយកដំណោះស្រាយរបស់អង្គការសហប្រជាជាតិដែលបែងចែកទឹកដីប៉ាឡេស្ទីនជារដ្ឋឯករាជ្យពីរគឺរដ្ឋអ៊ីស្រាអែលនិងរដ្ឋប៉ាឡេស្ទីនក៏ប៉ុន្តែគឺភាគីប៉ាឡេស្ទីននិងប្រទេសអារ៉ាប់ដែលមិនព្រមដោយចង់បានទឹកដីប៉ាឡេស្ទីនទាំងមូលសម្រាប់តែខ្លួនឯងហើយនាំគ្នាលើកទ័ពមកវាយប្រហារទៅលើអ៊ីស្រាអែលបច្ចុប្បន្ននេះប៉ាឡេស្ទីនចង់បានត្រឹមតែសុខសន្តិភាពនិងអាចបង្កើតរដ្ឋឯករាជ្យមួយផ្ទាល់ខ្លួននឹងគេក៏ប៉ុន្តែអ៊ីស្រាអែលវិញម្ដងដែលចេះតែយកជើងរាទឹកមិនឲ្យរដ្ឋប៉ាឡេស្ទីននេះកើតឡើងបានអ៊ីស្រាអែលចេះតែបន្តនិងពង្រីកអាណានិគមទៅលើទឹកដីរបស់ប៉ាឡេស្ទីនដោយរំលោភទៅលើច្បាប់អន្តរជាតិនិងផ្កើនទៅនឹងការទាមទាររបស់សហគមន៍អន្តរជាតិធ្វើឲ្យចំនួនដ៏រ៉ាំរ៉ៃមួយនេះមិនអាចរកដំណោះស្រាយនិងច្រកចេញរួចឡើយនៅទីចុងបំផុតនោះអ្នកដែលរងទុក្ខវេទនាខ្លាំងជាងគេគឺប្រជាជនស៊ីវិលប៉ាឡេស្ទីនដែលរងគ្រោះដោយការជិះជាន់របស់អ៊ីស្រាអែលរងគ្រោះដោយកត្តាភូមិសាស្ត្រនយោបាយនិងការប្រជែងគ្នារវាងមហាអំណាចអ៊ីស្លាមស៊ុននីតនិងស៊ីអ៊ីតនៅក្នុងតំបន់រងគ្រោះដោយសារនយោបាយរបស់មេដឹកនាំប៉ាឡេស្ទីនខ្លួនឯងផ្ទាល់ផងដែរសហរដ្ឋអាមេរិកនិងសហភាពសូវៀតក៏បានព្រមព្រៀងឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីសម្រេចមួយបង្គាប់ឲ្យអ៊ីស្រាអែលអ៊ីស៊ីបនិងសេរីចុះកិច្ចព្រមព្រៀងឈប់បាញ់ដើម្បីបញ្ចប់សង្គ្រាមបទឈប់បាញ់ដែលត្រូវភាគីចំនួនទទួលយកនៅថ្ងៃទី25ខែតុលាសង្គ្រាមយំគីពីត្រូវបានគេចាត់ទុកថាជាសង្គ្រាមទ្រង់ទ្រាយធំលើកចុងក្រោយរវាងអ៊ីស្រាអែលនិងប្រទេសអារ៉ាប់ក៏ប៉ុន្តែក្រោយមកទៀតសង្គ្រាមក្នុងទ្រង់ទ្រាយតូចផ្សេងបានកើតមានឡើងជាញឹកញាប់រវាងអ៊ីស្រាអែលនិងលីបង់ឬអ៊ីស្រាអែលនិងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនការងើបឡើងបះបោររបស់ប្រជាជនប៉ាឡេស្ទីនដែលគេហៅតាមភាសាអារ៉ាប់ថាអ៊ីនទីហ្វាដាដើម្បីប្រឆាំងនឹងអ៊ីស្រាអែលក៏បានកើតឡើងចំនួន2លើកផងដែរគឺលើកទី1នៅឆ្នាំ1987ដល់ឆ្នាំ1993និងលើកទី2នៅឆ្នាំ2000ដោយអ៊ីនទីហ្វាដាមួយលើកបានបណ្ដាលឲ្យមនុស្សស្លាប់រាប់ពាន់នាក់ត្រូវបាត់បង់ជីវិតភាគច្រើនគឺជនជាតិប៉ាឡេស្ទីនជាក់ស្ដែងនាពេលថ្មីនេះពោលគឺនៅថ្ងៃពុធទី11ខែមិថុនាឆ្នាំ2025សង្គ្រាមរវាងប្រទេសអ៊ីស្រាអែលក៏បានផ្ទុះឡើងជាមួយនឹងប្រទេសអ៊ីរ៉ង់ម្ដងដោយមានការបាញ់ប្រហារគ្នាជាអាវុធធុនធ្ងន់មានជាការបាញ់គ្រាប់ប៉ាឡេស្ទីកជាច្រើនរយគ្រាប់ទៅលើគ្នាទៅវិញទៅមកបណ្ដាលឲ្យមានមនុស្សស្លាប់ជាច្រើនអ្នកនៅក្នុងប្រទេសអ៊ីស្រាអែលក៏ដូចជានៅក្នុងប្រទេសអ៊ីរ៉ង់ហើយសង្គ្រាមនេះកំពុងតែបន្តផងដែរ